តែទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបង្ហាញជាមួយនឹង Adobe X8 mini 2អ្នកគ្នា version 2អ្នកគ្នា X8 mini version 2គឺជា speaker ដែលមានកម្លាំងរហូតដល់33អ្នកគ្នាហើយចំណុចពិសេសគឺធ្ងន់មែនតើហើយបំពាក់ដល់ RGB អ្នកគ្នាហើយសំឡេងរបស់វាគឺអ្នកគ្នាគួរដឹងហើយ Adobe គឺផលិតមកគឺបំពាក់បច្ចេកវិទ្យាជាមួយនឹងបុកបាសអ្នកគ្នាអានេះបុកធ្ងន់ហើយសំឡេងវិញគឺបើកមកកក់អត់បែកអ្នកគ្នាសំឡេងស្រួយធ្វើបានល្អពេលដែលបើកកប់សំឡេងសាប់ហើយនឹងសំឡេង Egoy គឺលោតស្មើគ្នាល្អណាស់អ្នកគ្នាបាទសាប់ YouTube ទៅលងលុយហើយសំខាន់គឺពាក់បោះ RGB ហើយអាចបដូរមុខងារបាន3សំឡេងអ្នកគ្នាបើយើងបើក 50% វាអាច18ម៉ោងអ្នកគ្នាអ្វីសំខាន់អ្នកគ្នាវាមាន Bluetooth រហូតដល់ 5.3 អ្នកគ្នា version 5.3 គឺយ៉ាបំពាក់លើ Android ក៏រៀងលឺដុតច្បាស់ដែរអ្នកគ្នាហើយអ្វីសំខាន់អ្នកគ្នាវាមានប្រទេស chip DSP អ្នកគ្នា DSP ហ្នឹងគឺបាទហ្នឹងគឺត sticker សម្រាប់ Adobe តក្បែរ200มันដាក់បានតែឥឡូវមានអាតម្លៃ$35ក៏មានដែរអ្នកគ្នាហើយនេះ TWS គឺបំពាក់ជាមួយនឹងdata VCR ចូលគ្នាទាំងពីរអ្នកគ្នាហើយប្រព័ន្ធការពារទឹកវា IPX6 សម្រាប់ការពារពេលទឹកភ្លៀងធ្លាក់ពីលើអីអត់អីអ្នកគ្នាហើយវាមានsurround sound ហ្នឹងគឺបើយើងដាក់ក្នុងបន្ទប់អ្នកគ្នាគឺសំឡេងអត់ដឹងមកពីខាងណាទេអ្នកគ្នាខ្ញុំដាក់ឲ្យអ្នកគ្នាសំឡេងដុតច្បាស់មែនតែនហ្មងណាច្បាស់មែនតែនវាមានsurround sound អ្នកគ្នាហើយអត់ដឹងថាសំឡេងមកពីណាបើដាក់ក្នុងបន្ទប់ទៅគឺងុំពេញហ្នឹងហ្មងហើយបំពាក់មួយនឹង RGB អ្នកនេះ RGB អានេះដាក់ក្នុងបន្ទប់ឡើងអូអែមែនតើបងប្អូនអ្នកគ្នាហើយអា dash bass នេះគឺដែលវាបុកទម្ងន់បុកបាសវាធ្ងន់មែនតើបាទតែសាប់យូរទៅគឺអត់ថ្លង់ទេបងប្អូនអ្នកគ្នាគឺងុំនិយាយទៅគឺមានតែ Adobe ដែលបំពាក់ជាមួយនឹងសាប់ហើយនឹង Egoy មកគឺលឺស្មើគ្នាហើយនឹងជាមួយ Tab C ហើយនឹងថ្មអ្នកគ្នាថ្ម13ម៉ោងបើ 50% បានថាគុណភាពបែបហ្នឹងតម្លៃបែបហ្នឹងគឺរត់បានទេពិភពលោកនេះគឺរត់បានទេអ្នកគ្នាមានការធានា1ឆ្នាំធានា1ឆ្នាំត្រឹមត្រូវបងប្អូនពីក្រុមហ៊ុននេះរបស់ក្រុមហ៊ុនសុតហ្មងបងប្អូនថ្មធានា3ខែម៉ាស៊ីន6ខែចូល1ឆ្នាំតែសម្រាប់ការដែលប្រើប្រាស់ខូចក្នុងពេលមួយអាទិត្យគឺក្រុមហ៊ុនមានការដូរថ្មីអ្នកគ្នាក្រុមហ៊ុនដូរថ្មីហើយក្រុមហ៊ុនយកទៅស្រុកចិនវិញពេលយកស្រុកចិនហើយគឺក្រុមហ៊ុនគឺគាត់ចំណាញ់អាហ្នឹងយកទៅលក់ក្នុងថៅប៉ាវហើយអ្នកគ្នាទៅទិញពីថៅប៉ាវវិញគឺស្បៃហើយអ្នកគ្នាបាទគឺលទ្ធផលហើយហ្នឹងគឺមានតែប៉ុណ្្នឹងអ្នកគ្នាកុំភ្លេចបាទកុំភ្លេចអ្នកគ្នាស្អាតណា